សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Kotoda ថ្ងៃនេះយើងមកបន្តសាច់រឿង Taiso Otome Fairy Tale ភាគ6បន្តទៀតហើយកាលពីភាគមុនគឺមានហេតុការណ៍មួយចំនួនបានកើតឡើងនៅចុងភាគដូច្នេះចាំមើលថានឹងមានរឿងអ្វីខ្លះកើតឡើងបន្តទៀតយើងទៅតាមដានទាំងអស់គ្នានៅក្នុងភាគនេះបន្ទាប់ពី Tamahiko ជិះដេញតាមនារីដែលលួចកាបូបរបស់គាត់អស់រយៈពេលយ៉ាងយូរទីបំផុតគាត់ក៏បានដេញតាមរហូតដល់ផ្ទះរបស់នាងហើយក្រោយពីនារីម្នាក់នោះចូលទៅក្នុងផ្ទះយើងបានឃើញថាសពថ្ងៃនាងគឺរស់នៅជាមួយនឹងឪពុកនិងប្អូនៗ3នាក់ហើយស្ថានភាពក្នុងគ្រួសាររបស់នាងក៏មិនសូវជាល្អប៉ុន្មាននោះដែរជីវភាពគ្រួសារកំពុងតែខ្វះខាតហើយឪពុកក៏ជាមនុស្សប្រមឹកនឹងស្រាស្រវឹងរាល់ថ្ងៃទៀតហើយក្នុងពេលនោះដែរគាត់ក៏បានសួររកលុយពីកូនស្រីរបស់គាត់ដែលទើបតែលួចបានពីផ្ទះរបស់ Tamahiko ប៉ុន្តែនាងគឺមិនចង់ឲ្យលុយទាំងនោះទៅឪពុករបស់ខ្លួននោះទេដោយសារតែដឹងថាគាត់គ្មានអ្វីក្រៅពីយកទៅទិញស្រានោះឯងម្យ៉ាងទៀតនាងក៏មិនចង់ឲ្យគាត់បង្ហាញទង្វើបែបនេះនៅមុខប្អូនៗរបស់ខ្លួននោះដែរប៉ុន្តែភ្លាមនោះគាត់ក៏បានប្រើអំពើហិង្សាវាយទៅលើកូនស្រីរបស់ខ្លួនដើម្បីយកលុយទាំងនោះទៅទាំងអស់តែម្ដងហើយកូនស្រីរបស់គាត់ក៏នៅតែព្យាយាមដណ្ដើមលុយទាំងនោះយកមកវិញដដែលក៏ព្រោះតែនាងគ្រាន់តែចង់ទុកលុយទាំងនោះសម្រាប់ផ្គត់ផ្គង់ដល់ប្អូនៗប៉ុណ្ណោះហើយស្ថានភាពបែបនេះក៏បានធ្វើឲ្យមានអំពើហិង្សានៅក្នុងគ្រួសារកាន់តែខ្លាំងឡើងសម្លេងវាយធ្វើបាបពីឪពុកទៅលើកូនស្រីនិងសម្លេងប្អូនៗយំក៏បានធ្វើឲ្យលឺដល់ត្រចៀក Tamahiko ដែលកំពុងតែលបស្ដាប់និងលួចមើលនៅខាងមុខផ្ទះហើយទស្សនវិជ្ជាទាំងនេះ Tamahiko គឺពិតជាពិបាកទទួលយកខ្លាំងណាស់បន្ទាប់ពីនោះមកគាត់ក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញនៅពេលចូលដល់ក្នុងផ្ទះ Yusuke ក៏បានយកស្ករគ្រាប់ទៅដាក់នៅក្នុងកែវថ្មីសម្រាប់ Tamahiko និងបាននិយាយបារម្ភពីគាត់កាលដែលមកផ្ទះវិញយឺតផងដែរប៉ុន្តែ Tamahiko គឺមិនបាននិយាយអ្វីទៅកាន់ Yusuke វិញទេរួចក៏បានដើរទៅបន្ទប់ដើម្បីចូលគេងទៅហើយក្រោយពីបានឃើញ Tamahiko បែបនេះ Yusuke គឺពិតជាបារម្ភខ្លាំងណាស់ស្អែកព្រឹកឡើងនៅពេលញ៉ាំអាហារពេលព្រឹក Yusuke ក៏បានសួរសុំ Tamahiko ដើម្បីទៅមើលរូបសំណាកព្រះ Inari ម្ដងទៀតជាមួយគ្នាផងដែរតែគាត់ក៏បានបដិសេធវិញភ្លាមនិងបានប្រាប់ថាគាត់គឺមានអ្វីមួយចំនួនដែលត្រូវធ្វើនៅថ្ងៃនេះបន្ទាប់ពីនិយាយរួចគាត់ក៏ចាកចេញទៅនៅតាមផ្លូវអ្វីដែលគាត់ត្រូវធ្វើក្នុងថ្ងៃនេះគឺត្រូវយកស្នៀតសៀវភៅត្រឡប់មកវិញឲ្យបានហើយនៅពេល Tamahiko ទៅដល់ផ្ទះនារីដែលលួចអីវ៉ាន់របស់គាត់គឺមិនមាននរណានៅក្នុងផ្ទះនោះទេប៉ុន្តែបន្តិចក្រោយមកគាត់ក៏បានឮសូរសំឡេងរបស់នាងនិងប្អូនៗចេញពីខាងក្រោយផ្ទះក្រោយមកគាត់ក៏សម្រេចចិត្តដើរទៅខាងក្រោយផ្ទះដើម្បីរកមើលដែលពេលទៅដល់ Tamahiko ក៏បានឃើញនារីម្នាក់នោះកំពុងតែងូតទឹកជាមួយនឹងប្អូនៗរបស់នាងហើយវាក៏បានធ្វើឲ្យ Tamahiko ភ័យស្ទើរតែឈាមច្រមុះទៅហើយឯព្រឹត្តិការណ៍មួយនេះបើសិនជានាងមិនជេរគាត់ទេទើបចម្លែកបន្ទាប់ពីងូតទឹករួច Tamahiko ក៏បាននិយាយសុំទោសទៅកាន់នាងដែរតែអ្វីដែលនាងតបមកវិញនោះគឺទា100 យេនយកតែម្ដងហើយកាលដែលគាត់មើលក្មេងស្រីដែលទើបតែពេញវ័យងូតទឹកបែបនេះតម្លៃ100 យេនវាដូចជាចង់ស្ទើរទៀតផងឯ Tamahiko ក្រោយពីឮនាងនិយាយមួយម៉ាត់ណាក៏លុយមួយម៉ាត់ណាក៏លុយបែបនេះវាបានធ្វើឲ្យគាត់រត់តែខ្លាចនាងជាងមុនទៅទៀតបន្ទាប់ពីនោះមកនាងក៏បានសួរ Tamahiko កាលដែលគាត់មកទីនេះដើម្បីយកកាបូបលុយវិញឬយ៉ាងណាហើយគាត់ក៏បានតបទៅវិញថាគាត់គឺមិនមែនមកយកកាបូបលុយទៅវិញនោះទេអ្វីដែលគាត់ចង់បានគឺជាស្នៀតសៀវភៅរបស់គាត់ប៉ុណ្ណោះដែលវាគឺសំខាន់សម្រាប់គាត់ខ្លាំងណាស់ខណៈដែលនិយាយមិនទាន់ចប់ផងនោះប្អូនប្រុសម្នាក់ក៏បានរត់មកសួរបងស្រីរបស់ខ្លួនពីមេរៀនគណិតវិទ្យាប៉ុន្តែនាងក៏មិនអាចជួយប្រាប់ទៅដល់ប្អូនរបស់ខ្លួនវិញដែរក៏ព្រោះតែនាងក៏មិនចេះដូចគ្នាភ្លាមនោះនាងក៏មានគំនិតមួយឲ្យកូនអ្នកមានដែលកំពុងអង្គុយនៅពីមុខខ្លួននេះជួយបង្ហាត់បង្រៀនដល់ប្អូនរបស់នាងក៏ព្រោះតែនាងដឹងថាគាត់គឺជាមនុស្សដែលចូលចិត្តអានសៀវភៅច្រើនដូច្នេះមេរៀនទាំងនេះគាត់ប្រហែលនឹងអាចដឹងនិងជួយបង្ហាត់បង្រៀនបានហើយជាការដោះដូរជាមួយនឹងស្នៀតសៀវភៅគាត់គឺត្រូវបង្រៀនដល់ប្អូនរបស់នាងដោយគ្មានជំរឿគាត់ក៏យល់ព្រមបង្រៀនទៅនៅខណៈពេលកំពុងបង្រៀនយើងឃើញថាប្អូនទាំង3ហាក់បីដូចជាសប្បាយចិត្តនិងរីករាយជាមួយនឹងការបង្រៀនរបស់ Tamahiko ខ្លាំងណាស់មិនថាតែការសរសេរអត្ថបទ
ការរៀនឆ្លាក់អក្សរនិងការដោះស្រាយលំហាត់គណិតវិទ្យានោះទេគ្រាន់តែថាម៉ាហីកូប្រាប់ពីគន្លឹះបន្តិចបន្តួចគឺពួកគេអាចយល់និងឆាប់ចាប់បានរួចទៅហើយរីឯបងស្រីរបស់ពួកគេក៏សប្បាយចិត្តដែរកាលដែលកូនអ្នកមានអាចបង្រៀនដល់ពួកគេនៅទីនេះចំណែកឯថាម៉ាហីកូគឺមិនសូវចូលចិត្តឲ្យពួកគេហៅគាត់ថាកូនអ្នកមាននោះឡើយរួចគាត់ក៏បានប្រាប់ឲ្យពួកគេហៅឈ្មោះគាត់ធម្មតាវិញទៅរហូតដល់ពេលល្ងាចបន្ទាប់ពីបង្រៀនរួចបងប្អូនទាំង3នាក់ក៏បានផ្ដល់ការអរគុណដល់ថាម៉ាហីកូដែលបានបង្រៀនដល់ពួកគេផងដែរជាមួយនឹងពាក្យថាអរគុណខ្លាំងណាស់សម្រាប់ការបង្រៀនរបស់លោកគ្រូនៅថ្ងៃនេះហើយថាម៉ាហីកូក្រោយពីឮពាក្យថាលោកគ្រូគាត់គឺមានកូនចិត្តមួយដែលរំភើបស្ទើរតែរកអ្វីនិយាយមិនបាននោះឡើយហើយបន្ទាប់ពីនោះមកគាត់ក៏បានទាររកស្នៀតសៀវភៅរបស់គាត់ពីបងស្រីរបស់ពួកគេវិញដែរតែសំណាងមិនល្អក៏គប់ជួនស្របពេលដែលឪពុករបស់ពួកគេត្រឡប់មកដល់ផ្ទះវិញល្មមដែលត្រូវឲ្យថាម៉ាហីកូបង្ខំចិត្តត្រឡប់ទៅវិញដូចគ្នាបើមិនដូច្នោះទេនោះគាត់នឹងត្រូវឪពុករបស់ពួកគេវាយយកលុយជាមិនខានរួចគាត់ក៏ប្រញាប់ចេញបាត់ទៅនិងមិនទាន់អាចយកស្នៀតសៀវភៅមកវិញបាននៅឡើយនៅពេលដើរត្រឡប់ទៅផ្ទះវិញថាម៉ាហីកូពិតជាពិបាកចិត្តខ្លាំងណាស់ដែលខំចំណាយពេលមួយថ្ងៃជាងទៅហើយតែបែរជានៅតែមិនអាចយករបស់ដែលសំខាន់សម្រាប់ខ្លួនមកវិញបានដដែលម្យ៉ាងទៀតប្រសិនបើយូស៊ូគីដឹងគាត់ក៏មិនដឹងថាត្រូវធ្វើយ៉ាងណាដូចគ្នានៅពេលត្រឡប់មកដល់ផ្ទះវិញយូស៊ូគីក៏បានចេញមកទទួលថាម៉ាហីកូដូចនឹងរាល់ដងនិងបានប្រាប់ថានាងគឺបានរៀបចំទឹកក្តៅសម្រាប់ឲ្យគាត់ងូតក៏ដូចជារៀបចំអាហារពេលល្ងាចសម្រាប់គាត់រួចរាល់ផងដែរចំណែកឯថាម៉ាហីកូគាត់គឺនៅរអៀលខ្លួនចំពោះការដែលបាត់ស្នៀតសៀវភៅដែលយូស៊ូគីបានឲ្យនៅឡើយហើយគាត់ក៏ប្រញាប់ប្រាប់ទៅយូស៊ូគីថាគាត់ថ្ងៃនេះគឺហត់ណាស់ដូច្នេះគាត់គឺចង់ប្រញាប់ចូលគេងរួចមកគាត់ក៏ដើរសំដៅទៅបន្ទប់របស់គាត់ទៅហើយយូស៊ូគីកាលដែលឃើញថាម៉ាហីកូបង្ហាញនៅទង្វើប្លែកៗបែបនេះនាងគឺពិបាកចិត្តខ្លាំងណាស់ដែលលើកនេះនាងស្ទើរតែយំចេញមកទៅហើយស្អែកព្រឹកឡើងយើងបានដឹងថាថាម៉ាហីកូតាំងពីយប់មកគាត់គឺមិនបានគេងលក់នោះទេក៏ព្រោះតែគាត់នៅតែគិតពីរឿងស្នៀតសៀវភៅនោះឯងហើយគាត់ក៏បារម្ភពីខ្លួនឯងដូចគ្នាគឺបារម្ភខ្លាចថាខ្លួនត្រូវវិលត្រឡប់ទៅរកសភាពជាមនុស្សកើតទុក្ខដូចមុនទៀតដោយហេតុនេះហើយគាត់ក៏សម្រេចចិត្តថានឹងប្រាប់ទៅយូស៊ូគីនៅអ្វីៗគ្រប់យ៉ាងប៉ុន្តែនៅខណៈនោះក៏មានសម្លេងមនុស្សស្រីម្នាក់ស្រែកហៅថាម៉ាហីកូចេញពីខាងមុខផ្ទះហើយនៅពេលដែលគាត់រត់ចេញទៅមើលក៏បានឃើញថានោះគឺជានារីម្នាក់ដែលបានលួចស្នៀតសៀវភៅរបស់គាត់នោះឯងហើយយូស៊ូគីក៏បានចេញមកទទួលនាងរួចទៅហើយឯយូស៊ូគីក៏ឆ្ងល់ដែរថាហេតុអ្វីបានជានារីម្នាក់នេះស្គាល់ថាម៉ាហីកូហើយនៅខណៈនោះនាងក៏បានឆ្លៀតនិយាយចំអកទៅកាន់យូស៊ូគីផងដែរថាជាក្មេងស្រីដែលថាម៉ាហីកូទិញមកធ្វើជាអ្នកបម្រើចំណែកថាម៉ាហីកូក្រោយពីឮពាក្យទាំងនេះគាត់ក៏ចេញមកនិយាយការពារយូស៊ូគីដូចគ្នានិងបានប្រាប់ឲ្យនារីម្នាក់នោះកុំឲ្យនិយាយពាក្យមិនសមរម្យដាក់យូស៊ូគីទៀតផងប៉ុន្តែនារីម្នាក់នោះក៏បានបន្តចូលទៅជិតយូស៊ូគីនិងចាប់ផ្ដើមនិយាយពាក្យញុះញង់ដើម្បីឲ្យពួកគេទាំងពីរមានការយល់ច្រឡំនឹងគ្នាដោយបាននិយាយថាយូស៊ូគីអាចជាមនុស្សល្អឥតខ្ចោះសម្រាប់ថាម៉ាហីកូក៏ពិតមែនតែទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ចេញទៅខាងក្រៅគាត់នៅតែអាចបន្តមានពេលវេលាល្អជាមួយនឹងខ្លួននិងអាចចាត់ទុកដូចជាអ្នកទី3សម្រាប់គាត់បានដូចគ្នាហើយថាម៉ាហីកូមិនគួរណាលាក់បាំងតទៅទៀតនោះទេដែលកាលពីម្សិលមិញគាត់និងនាងបាននៅជាមួយគ្នារយៈពេលពេញមួយថ្ងៃមិនតែប៉ុណ្ណោះគាត់ក៏បានរីករាយនៅពេលដែលបានឃើញរាងកាយរបស់នាងពេលកំពុងងូតទឹកទៀតផងហើយមួយទៀតគាត់ក៏បានឲ្យស្នៀតសៀវភៅមួយមកកាន់នាងផងដែរដោយបានប្រាប់ថានាងគឺស័ក្តិសមជាមួយនឹងផ្កានៅក្នុងស្នៀតសៀវភៅមួយនេះបន្ទាប់ពីនិយាយរួចថាម៉ាហីកូក៏បានស្ទុះទៅដណ្ដើមយកស្នៀតសៀវភៅពីនារីម្នាក់នោះនិងបាននិយាយថាសម្ដីដែលនាងនិយាយគឺសុទ្ធតែជាការកុហកនិងបានសុំឲ្យយូស៊ូគីកុំជឿទៅលើពាក្យសម្ដីទាំងនោះឲ្យសោះហើយក្នុងពេលដណ្ដើមថាម៉ាហីកូក៏បានធ្វើឲ្យស្នៀតសៀវភៅរបូតចេញពីដៃនារីម្នាក់នោះដោយបានជ្រុះទៅក្រោមនៅចំពោះមុខយូស៊ូគីតែម្ដងហើយនៅពេលដែលយូស៊ូគីបានរើស្នៀតសៀវភៅនោះថាម៉ាហីកូក៏ព្យាយាមបញ្យល់រឿងគ្រប់យ៉ាងប្រាប់ទៅកាន់យូស៊ូគីផងដែរហើយយូស៊ូគីក៏បានតបថានាងគឺប្រកាសនៅក្នុងចិត្តណាស់ថាម៉ាហីកូគឺបានឆ្លងកាត់កលៈទេសៈលំបាកជាច្រើនរួចមកហើយដូច្នេះទោះជាយ៉ាងណាក៏ដោយនាងគឺនៅតែជឿជាក់លើថាម៉ាហីកូ
ជានិច្ចហើយបន្ទាប់ពីនិយាយរួច Yusuke ក៏បានហែកស្នៀតសៀវភៅចោលមួយរំពេចជាមួយនឹងពាក្យថាបញ្ហាមួយនេះគឺត្រូវបានបញ្ចប់រួចហើយរួច Yusuke ក៏បានដើរចេញពីទីនោះទាំងទឹកភ្នែកចំណែកឯ Tamahiko គាត់គឺពិបាកចិត្តស្ទើរឆ្កួតទៅហើយក៏ព្រោះតែមិនដែលឃើញ Yusuke នៅក្នុងស្ថានភាពបែបនេះទេរួចគាត់ក៏បានអោនរើសស្នៀតសៀវភៅទាំងនោះហើយក៏ដេញនារីដែលនិយាយញុះញង់ដល់ពួកគេទាំងពីរឲ្យចេញពីផ្ទះរបស់គាត់ទាំងកំហឹងក្រោយពេលនារីម្នាក់នោះចេញពីផ្ទះរបស់ Tamahiko ហើយនាងបែរជាគិតថាការញុះញង់អំបញ្ញមិញនេះគឺជារឿងគួរឲ្យអស់សំណោចទៅវិញហើយឈុតក៏កាត់មកព្រឹកថ្ងៃបន្ទាប់ដែលចាប់តាំងពីថ្ងៃដែលមានរឿងយល់ច្រឡំនឹងគ្នាមកយើងឃើញថា Yusuke ក៏នៅតែបន្តមើលថែ Tamahiko និងបញ្ចេញស្នាមញញឹមដូចជាធម្មតាប៉ុន្តែគ្រាន់តែនាងមិនសូវនិយាយលេងច្រើនជាមួយនឹង Tamahiko ដូចមុនទៀតប៉ុណ្ណោះហើយបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចពេល Tamahiko កំពុងអានសៀវភៅគាត់គឺតែងតែគិតពី Yusuke ថានាងមិនប្រកាន់មែនឬយ៉ាងណាក៏ព្រោះតែនាងមិនបានបង្ហាញការខឹងស្អប់ចំពោះគាត់ទេហើយនៅខណៈនោះដែរក៏មានសំឡេងទូរស័ព្ទរោបានបន្លឺឡើងហើយ Yusuke ក៏បានទៅទទួលវាជំនួស Tamahiko ហើយអ្នកដែលទូរស័ព្ទមកនោះគឺជា Tamako ប្អូនរបស់គាត់នោះឯងដែលនាងខលមកគឺចង់សួរសុខទុក្ខដល់បងប្រុសរបស់ខ្លួនហើយក៏បានប្រាប់ពីស្ថានភាពរបស់នាងក្នុងពេលនេះដូចគ្នាថាអ្វីៗគ្រប់យ៉ាងគឺបានប្រសើរឡើងហើយពេលនេះនាងគឺបានចូលរៀននៅក្នុងក្រុងកូបេនោះដូចគ្នានិងបានរាប់អានមិត្តភ័ក្តិបានច្រើនទៀតផងហើយមួយសន្ទុះក្រោយមក Tamako ក៏ភ្លេចថានាងគឺមិនមែនខលមកបងប្រុសខ្លួនដើម្បីប្រាប់ពីរឿងទាំងនេះនោះទេដែលតាមពិតទៅនាងគឺចង់ខលមកនិយាយពាក្យរីករាយថ្ងៃកំណើតទៅកាន់បងប្រុសរបស់នាងក៏ព្រោះតែកាលពីថ្ងៃខួបកំណើតរបស់គាត់នាងគឺមិនហ៊ានខលមកនិយាយពាក្យទាំងនោះទេដោយសារតែនាងនៅខ្មាស់អៀនក្នុងការនិយាយពាក្យទាំងនោះទៅកាន់បងប្រុសរបស់ខ្លួននោះឯងហើយក្នុងពេលនិយាយគ្នានោះដែរ Tamako ក៏ដូចជាបានដឹងពីបញ្ហារវាងបងប្រុសរបស់ខ្លួនជាមួយនឹង Yusuke ផងដែរដែលរឿងនេះគាត់គឺមិនអាចលាក់ចិត្តចំពោះប្អូនស្រីរបស់គាត់នោះឡើយហើយ Tamako ក៏បានប្រាប់ទៅបងប្រុសរបស់ខ្លួនពីមូលហេតុថាហេតុអ្វីបានជា Yusuke ជ្រើសយកផ្កាកណ្ដឹងភ្ជាប់ជាមួយនឹងកាដូដើម្បីជូនគាត់ហើយចម្លើយនោះគឺផ្កាកណ្ដឹងវាមានអត្ថន័យរបស់វាគឺជាក្តីស្រឡាញ់មិនព្រួលប្រែដូច្នេះវាក៏មានន័យថា Yusuke គឺបានបង្ហាញថានាងនឹងសន្យាថានឹងស្រឡាញ់ Tamahiko ជារៀងរហូតទៅហើយកាលដែលផ្កាមួយនោះវាធ្លាក់ទៅក្នុងដៃនារីផ្សេងវាគឺបានធ្វើឲ្យ Yusuke ក្រំគ្រាចិត្តរួចទៅហើយក្រោយពី Tamahiko បានយល់នៅអត្ថន័យពីផ្កាកណ្ដឹងរួចគាត់ក៏បានដាក់ទូរស័ព្ទចុះនិងដើរទៅកាន់បន្ទប់របស់គាត់វិញជាមួយនឹងអារម្មណ៍ស្ដាយក្រោយហើយគាត់ក៏បានបន្ទោសទៅខ្លួនឯងថាគាត់មិនគួរណាធ្វើបាបចិត្ត Yusuke បែបនេះទេបេះដូងរបស់ Yusuke ពេលនេះគឺវាបានប្រេះស្រាំរួចទៅហើយបន្ទាប់ពីនោះមកគាត់ក៏បានព្យាយាមយកគំតិចស្នៀតសៀវភៅនោះមកតភ្ជាប់ផ្គុំឡើងវិញរហូតដល់ពេលល្ងាចខណៈដែល Yusuke ចូលមកហៅ Tamahiko ឲ្យទៅញ៉ាំអាហារពេលល្ងាចនាងក៏បានឃើញពីការខិតខំប្រឹងប្រែងរបស់ Tamahiko ព្យាយាមតភ្ជាប់នៅគំតិចស្នៀតសៀវភៅទាំងនោះរួចនាងក៏បាននិយាយសុំទោសទៅកាន់ Tamahiko ផងដែរដែលតាមពិតទៅគាត់គឺមិនគួរណាលាក់បាំងចំពោះនាងនោះទេនៅពេលដែលគាត់បានបាត់វាហើយនាងក៏ដឹងថាគាត់ក៏តែងតែប្រយ័ត្នចំពោះអារម្មណ៍របស់នាងដូចគ្នាប៉ុន្តែមូលហេតុដែលនាងយល់ច្រឡំទៅលើគាត់គឺនៅពេលដែលគាត់មិនបានញ៉ាំអាហារជាមួយនឹងនាងនៅថ្ងៃនោះហើយនាងក៏តែងតែឆ្ងល់ថាហេតុអ្វីបានជា Tamahiko ចាប់ផ្ដើមកិច្ចពីមុខរបស់នាងបែបនេះឬមួយក៏អ្វីដែលនាងបានធ្វើគាត់មិនចូលចិត្តហើយទាំងអស់នេះនាងគឺពិតជាបារម្ភខ្លាំងណាស់នៅពេលដែលគាត់ចាប់ផ្ដើមធ្វើបែបនេះដាក់នាងក៏មានអារម្មណ៍ថាឯកាខ្លាំងណាស់ដែរម្យ៉ាងទៀតកាលដែលឃើញ Tamahiko នៅជិតនារីផ្សេងទាំងដែលខ្លួនមាន Yusuke រួចហើយនោះទាំងអស់នេះវាបានធ្វើឲ្យនាងអន់ចិត្តនឹង Tamahiko រួចបាត់ទៅហើយបន្ទាប់ពីពួកគេបាននិយាយគ្នាពីអារម្មណ៍របស់ខ្លួនរួចការយល់ច្រឡំរបស់ពួកគេទាំងពីរក៏ត្រូវបានដោះស្រាយនិងផ្សះផ្សាឡើងវិញហើយបន្ទាប់ពីនោះមកឈុតក៏កាត់មកដល់ព្រឹកថ្ងៃបន្ទាប់ដែល Tamahiko បានតភ្ជាប់នៅគំតិចស្នៀតសៀវភៅទាំងនោះបានរួចរាល់អស់ហើយរីឯ Yusuke ក៏រំភើបចិត្តវិញដែរបើទោះបីជាស្នៀតសៀវភៅមួយនេះវាមិនបានដូចដើមវិញក៏ដោយតែក៏មានន័យថា Tamahiko គាត់ក៏មានចិត្តស្មោះត្រង់ចំពោះនាងដូចគ្នាហើយផ្កាកណ្ដឹងមួយនេះក៏មានអត្ថន័យមួយទៀតផងដែរដែលអត្ថន័យរបស់វាគឺជាភាពស្មោះត្រង់នោះឯង
ហើយរឿង Taiso Otome Fairy Tale ភាគ6ក៏ស្លេះតែត្រឹមនេះយើងឃើញថាជីវិតស្នេហារបស់ពួកគេទាំងពីរគឺបានជួបឧបសគ្គខ្លះៗហើយប៉ុន្តែពួកគេក៏បានដោះស្រាយនឹងគ្នារួចរាល់អស់ដែរដូច្នេះយើងចាំមើលថាជីវិតគ្រួសារតូចមួយនេះនឹងត្រូវជួបរឿងអ្វីខ្លះបន្តទៀតយើងរងចាំតាមដាននៅភាគក្រោយៗបន្តទៀតទាំងអស់គ្នាសូមអរគុណ